រឿងស្វាពោធិសត្វអ្នកមានសតិស្មារតីវាងវៃតែងឈ្នះសត្រូវទាំងពួងក្នុងការកន្លងទៅហើយព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពរាណសីកាលនោះព្រះពោធិសត្វទ្រង់សោយព្រះជាតិជាស្វាមានរូបធំស្រមៅមានកម្លាំងខ្លាំងដូចដំរីស្ដកាលបានដើរទៅមាត់ស្ទឹងឃើញកោះមួយដែលបរិបូរណ៍ដោយរុក្ខជាតិមានផ្លែក៏លោតអំពីមាត់ស្ទឹងទៅជន់ដុំថ្មមួយកណ្ដាលស្ទឹងហើយលោតអំពីដុំថ្មនោះទៅកោះបេះផ្លែឈើផ្សេងបរិភោគតាមប្រាថ្នាដល់វេលាល្ងាចត្រឡប់មកលំនៅរបស់ខ្លួនវិញព្រះពោធិសត្វតែងតែលោតទៅមកយ៉ាងនេះជារៀងរាល់ថ្ងៃក្នុងស្ទឹងនោះមានក្រពើញីឈ្មោលមួយគូក្រពើញីមានផ្ទៃពោះបានឃើញព្រះបរមពោធិសត្វលោតឆ្លងទៅមកដូច្នេះក៏កើតចំណង់ចង់ស៊ីថ្លើមស្វាព្រះពោធិសត្វទើបបានប្រាប់ប្តីថាខ្ញុំចង់ស៊ីថ្លើមស្វានេះក្រពើឈ្មោលក៏បាននិយាយថាមិនក្រអ្វីទេចាំបងចាប់យកមកឲ្យស៊ីល្ងាចនេះនិយាយដូច្នេះហើយក៏ឡើងទៅដេកទ្រោបពីលើដុំថ្មដែលស្វាព្រះបរមពោធិសត្វតែងតែលោតជន់ទៅមកនោះដល់ពេលវេលាល្ងាចស្វាពោធិសត្វមកវិញក៏ឈរនៅមាត់កោះបានសម្លឹងមើលទៅដុំថ្មដែលធ្លាប់តែលោតស្រាប់តែឃើញខ្ពស់ផុតអំពីទឹកជាងមុនទើបបានរំពឹងថានឹងមានហេតុផលយ៉ាងណាហេតុអ្វីបានទៅជាខ្ពស់ខុសអំពីរាល់ដងទឹកនៅក្នុងស្ទឹងនេះមិនមែនស្រកហើយក៏មិនមែនឡើងខុសអំពីប្រក្រដីទេចុះហេតុអ្វីបានជាដុំថ្មនេះខ្ពស់ជាងមុនប្រហែលជាក្រពើធ្វើបន្លំចាំស៊ីអញហើយព្រះពោធិសត្វគិតពិសោធន៍ឲ្យដឹងច្បាស់ទើបបានហៅដុំថ្មថាដុំថ្មអើយដុំថ្មហៅយ៉ាងនេះចំនួន3ដងទើបនិយាយនឹងដុំថ្មទៀតថាណែដុំថ្មអើយថ្ងៃនេះហេតុដូចម្ដេចក៏ឆ្មើងមិននិយាយឆ្លើយឆ្លងគ្នាសោះឯក្រពើបានឮដូច្នោះក៏គិតថាដុំថ្មធ្លាប់និយាយឆ្លើយឆ្លងនឹងស្វាអំពីថ្ងៃមុននោះមកក៏ឆ្លើយជំនួសថ្មថាហៅអញធ្វើអ្វីបងស្វាពោធិសត្វស្គាល់ជាជាក្រពើទើបសួរថាអ្នកណាឆ្លើយសំឡេងប្លែកក្រពើថាអញស្វាថាចុះអ្នកមកក្រាបលើដុំថ្មនេះធ្វើអ្វីទៅក្រពើបានប្រាប់ថាយើងត្រូវការថ្លើមរបស់អ្នកនឹងណាទើបបានយើងមកក្រាបនៅទីនេះព្រះពោធិសត្វក៏បានគិតថាផ្លូវដតីក្រៅអំពីនេះវាមិនមាននោះទេបើដូច្នេះអញត្រូវតែលួងចិត្តក្រពើនេះគិតដូច្នេះហើយក៏បាននិយាយថាបងសម្លាញ់ក្រពើអើយយើងអាចឲ្យនៅថ្លើមរបស់យើងដល់អ្នកបានដូច្នេះចូលអ្នកហាមាត់ចុះចាំយើងនឹងលោតចូលទៅក្នុងមាត់តែម្ដងណាធម្មតាសត្វក្រពើកាលបើហាមាត់ហើយវាតែងតែបិទភ្នែកក្រពើក៏បានហាមាត់បិទភ្នែកចាំព្រះបរមពោធិសត្វក៏បានលោតអំពីកោះទៅជន់ក្បាលក្រពើហើយលោតទៅមាត់ស្ទឹងក្រពើឃើញដូច្នោះក៏គិតថាស្វានេះអង្គអាចជាបណ្ឌិតបរិបូរណ៍ដោយគុណធម៌ទើបបានពោលនៅពាក្យស្លោកថាបបិទ្ធស្ដេចស្វាធម៌ទាំងឡាយ4យ៉ាងនេះគឺសច្ចៈ1ធម្មៈ1ធិតិ1ចាកៈ1មានដល់បុគ្គលណាដែលដូចលោកបុគ្គលនោះតែងបង្ក្រាបនៅខ្មាំងបាន